ស៊ិនស៊ីឯងបងស្រីបងស្រីសុំតោខ្ញុំធ្វើដើម្បីកូនស្រីខ្ញុំទេបានហើយឈប់ស្រែកទៅប្រសិទ្ធភាពឆ្នាំខ្លាំងណាស់គេស្ដាប់មិនលឺនោះទេអ្វីដែលលោកអត់ខ្ញុំធ្វើខ្ញុំបានធ្វើហើយឯណាកូនស្រីខ្ញុំលោកចង់ឲ្យខ្ញុំធ្វើស្អីទៀតទេធ្វើរួចទេយកទូរស័ព្ទសិនមិនចេញមកថតវីដេអូឲ្យកូនគេមើលទៅមិនក៏មិនធ្វើខ្លួនឯងទៅបើមិនចង់ឲ្យកូនស្រីរបស់នាងមានរឿងថាធ្វើតាមអ្វីដែលយើងប្រាប់ទៅមិនភ្លើទៅហើយទូរស័ព្ទក៏គ្មានអ្នកលើកដំណឹងអន្តរក៏គ្មានម៉ាក់ប្រកបមកខ្ញុំវិញដោយការរំពឹងទុកមែនស្រីម្នាក់នោះបង្រៀនឯងគ្មានការអប់រំចង់ស្រាប់ទេជួបប៉ាលើកទី1ច្រឹកបែបនេះមែនទេខ្ញុំគ្មានពេលនិយាយអត់ប្រចាំទេលោកឆាប់ប្រកបមកខ្ញុំមកវិញភ្លាមមិនអញ្ចឹងខ្ញុំនឹងវាយកាត់ទៅរកប្រាប់ប្រកបគាត់មកវិញខ្ញុំដឹងថាឯងពូកែវាយយើងទុកសិនមិននៅក្នុងបន្ទប់នេះអ្នកណាក៏ទុកមិនចប់ដែរមើលទៅបង្អួចនោះទៅព្រមនឹងខ្ញុំរឿងមួយខ្ញុំនឹងលែងមនុស្សមិនចឹងទេឡាននឹងបើកទៅម៉ាក់ឯងនឹងស្លាប់ជាមិនខាននោះទេលោកចង់បានស្អីត្រឡប់ទៅនៅក្បែរខ្លួនប៉ាឲ្យប៉ាបានអប់រំនឹងមើលថែឯងលោកអប់រំខ្ញុំឲ្យខ្លាយជាជនអន្តពេលអញ្ចឹងហ៎សម្ព័ន្ធឈិនរបស់ប៉ាមិនបានលាងលុយខ្មៅឡើយយ៉ាងលុយម៉ាស៊ីនដែលរកមកសុទ្ធតែស្អាតស្អំទាំងអូតែនឹងដែរទីប៉ុន្តែលោកចេះដែរគេធ្វើលោកថាក្រុមហ៊ុនលោកមិនជួយដល់មនុស្សខុសច្បាប់តែលោកបានជាឲ្យគេចាប់ចំណិតម៉ាក់ខ្ញុំបែបនេះឯងនិយាយយ៉ាងម៉េចក៏បានដែរបើឯងព្រមឯងនឹងជីវិតដ៏ល្អតែសិនមិនយកមិនឲ្យឡើយជីវិតដ៏ល្អជីវិតដ៏ល្អរបស់លោកជាអ្វីដែរទេអំណាចឋានៈឬក៏ជាលុយទេរឿងមួយក៏មិនមែនទេលោកមិនដឹងអត្ថន័យមនុស្សរស់នៅម្នាក់ឯងក្នុងលោកនេះឡើយព្រោះលោកគឺជាជនអន្តពេលបានហើយឲ្យតែខ្ញុំផ្ញើសារទៅពួកគេឡាននឹងបើកទៅភ្លាមក្រោយឡានចេញទៅហើយខ្ញុំមិនដឹងថាពួកគេនឹងធ្វើស្អីនោះទេខ្ញុំសួរឯងជាលើកចុងក្រោយឯងទៅវិញជាមួយខ្ញុំដែរទេឲ្យតែទៅវិញជាមួយខ្ញុំឯងនឹងទទួលបានគ្រប់យ៉ាងព្រមទាំងជីវិតសិនមិនដែរនឹងមានអ្វីពិចារណាទៀតមែនទេលោកកំចាំកាត់អីសោះទោះខ្ញុំស្លាប់ក៏ខ្ញុំមិនទៅវិញនឹងជនអន្តពេលដែរបើកឡានទៅជីក្រុងយកសិនមីកប់ទាំងរស់តែម្ដងទៅនេះជាឱកាសចុងក្រោយជួយម្ដាយឯងហើយគឺឯងជាអ្នកសម្លាប់ម្ដាយឯងទេម៉ាក់ខ្ញុំជួយគាត់ដល់ខ្លួនឯងឈួតមែនទេលោតចុកក្រោមឯងច្បាស់ជាស្លាប់ហើយម៉ាក់មើលថែខ្ញុំ20ឆ្នាំមកហើយថ្ងៃនេះទុកខ្ញុំមើលថែម៉ាក់វិញម្ដងចុះនៅធ្វើស្អីទៅឆាប់ឡើងឡានមកឲ្យឆាប់ឡើងទៅចាប់ឡើងម៉ាក់យើងសៀវហានឡើងមកដំណឹងបន្ទាន់ទាំងអស់គ្នាពេលនេះអ្នកបងទី1ជួបគ្រោះថ្នាក់ហើយឆាប់ទៅជួយគាត់នេះយើងតាមឡានខាងមុខដាច់ខាត់កុំឲ្យរត់រួចលោកម្ចាស់ពួកគេជិះម៉ូតូតាមមកហើយចង្រៃមែនសិនមិនមានគ្នាច្រើនយ៉ាងនេះផងរកផ្លែផ្សេងសិនទៅយើងត្រូវចំណាយពេលជីកដីមួយថ្ងៃគឺគ្មានពេលទេមិនបាច់កប់ទីយើងមានវិធីដោះស្រាយហើយខ្ញុំចាំសិនហានត្រឡប់មកវិញខ្ញុំនឹងកប់នាងពេលនេះត្រូវតែកប់នាងឲ្យបានឆាប់ខាត់ពួកគេទៅ